ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះងើបព្រឹកឡើងគឺបើកថ្ងៃស្រឡះល្អតែម្ដងចាថ្ងៃអាទិត្យគឺកូនក្មេងអត់ទៅរៀននាងខ្ញុំចង់ធ្វើទឹកស៊ុបចាហត់បែបរៀងក្តៅអញ្ចឹងយើងធ្វើទឹកស៊ុបភ្លើងមាន់ចាចំនួន3ដុំញ៉ាំជាមួយនឹងមីតែម្ដងហត់ស៊ុបក្តៅឲ្យបែកញើសខ្ចាយដោយបានហាត់ប្រាណអញ្ចឹងបងប្អូនគ្រឿងក្រៅនៅផ្ទះគឺមានគ្រប់បបរលើកលែងតែសណ្តែកបដោះយើងអត់មានសណ្តែកបដោះប៉ុន្តែយើងមានជីមានអីគ្រប់យ៉ាងដូច្នេះហើយថ្ងៃនេះយើងធ្វើកាទៀវគឺត្រូវតែម្ដងចាគ្រឿងផ្សំរបស់កាទៀវនាងខ្ញុំមានដូចជាភ្លើងមាន់3ដុំការ៉ុត1មើមជីចំនួន2ដុំចេប៉ៅ1កូនដុំហើយនឹងជីវ៉ាន់ស៊ុយមានគល់មានស្លឹកផងដែរហើយនឹងស្លឹកខ្ទឹមចាចំនួន1ក្តាប់ផងដែរព្រមទាំងខ្ទឹមស1ដុំធំហើយនឹងខ្ទឹមបារាំងចំនួន1កន្លះមើមគ្រឿងស្ករស៊ុបរបស់នាងខ្ញុំគឺយកទៅអាំងលើកលែងតែខ្ទឹមសនាងខ្ញុំបានអាំងខ្ទឹមបារាំងហើយនឹងគល់ជីវ៉ាន់ស៊ុយនាងខ្ញុំអាំងឲ្យឡើងរាងក្លិនឈ្ងុយល្អហើយយកដាក់នៅក្នុងឆ្នាំងស៊ុបរបស់យើងនាងខ្ញុំដាក់ដាំទឹកចំនួន4លីត្រចានៅក្នុងឆ្នាំងគឺនាងខ្ញុំមានបងផ្កាពុយកាក់ហើយមានដូចជាគ្រាប់ជីវ៉ាន់ស៊ុយព្រមទាំងបងខ្ទឹមទុកជាមុនចាចំណែកឯជពៅនាងខ្ញុំហាន់ល្អិតតូចចាបន្តមកទៀតគឺនាងខ្ញុំដំគល់ជីវ៉ាន់ស៊ុយបន្ទាប់មកទៀតនាងខ្ញុំយកវាទៅអាំងបន្តិចទៅនាងខ្ញុំយកទៅបង់ចាឥឡូវបង់ហើយប្រងតែម្ដងហើយយើងយកការ៉ុតរបស់យើងមកហើយហាន់ចំណិតតូចចាប្រឆិតក៏បានបងប្អូនចង់ចិត្តក្បាច់ចិត្តអីក៏បានប៉ុន្តែដោយសារអាហារពេលព្រឹកនាងខ្ញុំធ្វើមិនចាំបាច់ទុកពេលយូរក៏ធ្វើតាមដែលយើងញ៉ាំបានភ្លាមចាបន្តមកទៀតចានាងខ្ញុំយកខ្ទឹមបារាំងហ្នឹងយកមកកាប់តិចហើយយកទៅអាំងឲ្យឈ្ងុយតែម្ដងចាអាំងរហូតដល់ក្លិនរបស់វាឡើងឈ្ងុយលក្ខណៈក្អប់ផ្អែមបងប្អូនយកទៅដាក់ចូលក្នុងឆ្នាំងជាមួយគ្នាតែម្ដងគ្រឿងទាំងអស់នេះចាយើងយកទៅអាំងយើងយកទៅដាក់នៅក្នុងស៊ុបដើម្បីបង្កើនរសជាតិក៏ប៉ុន្តែយើងអត់យកប្រើរហូតដល់ពេលស៊ុបឆ្អិនទេបងប្អូនយើងគ្រាន់តែដាក់ដើម្បីឲ្យទឹកស៊ុបហ្នឹងមានក្លិនឈ្ងុយនៅពេលដែលទឹកស៊ុបយើងមានក្លិនឈ្ងុយឆ្ងាញ់ហើយរសជាតិក៏ឆ្ងាញ់ពីបន្លែផងដែរចាប៉ុន្តែគ្រឿងក្រៅទាំងអស់នេះគឺយើងអត់បានទុករហូតយូរទេនៅពេលដែលទឹកពុះហើយបន្លែរបស់យើងចេញជាតិអស់គឺយើងដួសស្រង់វាយកចេញណាបងប្អូននៅក្នុងទឹកស៊ុបផងដែរដើម្បីបង្កើនរសជាតិឲ្យកាន់តែឈ្ងុយហើយនឹងឆ្ងាញ់បងប្អូនថែមជាមួយនឹង Hi Bee និងយេហ៊ឺនាងខ្ញុំអត់បានបង្ហាញជូនបងប្អូននាងខ្ញុំភ្លេចដាក់រហូតដល់ពេលនាងខ្ញុំធ្វើស៊ុបបានពាក់កណ្ដាលទីទៅហើយទៅនាងខ្ញុំបង់ក្រោយអត់បានថតជូនបងប្អូនមើលទេចាឥឡូវយើងចាប់ដើមដាក់ចូលជាមួយនឹងមាន់ភ្លើងមាន់របស់យើងដែលមាន3ដុំហ្នឹងចាសាច់មាន់នៅពេលដែលយើងដាក់ស្ងោរបងប្អូនដាក់ទាំងដុំមូលដូចនាងខ្ញុំអញ្ចឹងគឺទាមទាររយៈពេលរំងាស់រៀងយូរប៉ុន្តែបងប្អូនចង់ឲ្យសាច់មាន់នឹងឆាប់ផុយល្អចានាងខ្ញុំរីកមិនថាបងប្អូនឆូតសាច់វាឲ្យសាច់ហ្នឹងជា3ជា4ដុំប្រហោងកង់គឺឆាប់ធ្វើឲ្យសាច់ខាងក្នុងនឹងឆ្អិនបានល្អប៉ុន្តែនេះដោយសារតែនាងខ្ញុំរំងាស់ទុកពេលវេលារំងាស់ចំនួនជិត1ម៉ោងទើបនាងខ្ញុំដួសយកទៅបរិភោគចាដូច្នេះនាងខ្ញុំដាក់ទៅទាំងអស់តែម្ដងចាឥឡូវដល់វគ្គយើងថែ